bạn chuẩn bị số video nick nhằm nâng hàngពីការបង្កើត sell order បាទបង្កើត sell order នៅលើ system របស់យើងបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរខ្ញុំសូមចូលនៅលើ system បាទនេះជា system របស់យើងបាទនេះជា system របស់យើងអញ្ចឹងដើម្បីបញ្ចូល sell order បានយើងមានមុខងារមួយគឺ order entry បាទអញ្ចឹង order entry យើងចុចកន្លែង sell នេះមកបាទ sell អញ្ចឹងនេះជាទាំងគ្រប់គ្រងឬក៏ព័ត៌មានគ្រប់គ្រងទៅលើ sell របស់យើងទាំងអស់ដែលយើងធ្លាប់បានបញ្ចូលកន្លងមកហើយណាបាទមានឈ្មោះអតិជនបាទមានស្ថានភាព sell ជាពាក់បងខ្លះហើយនឹងបានបងប្រាក់អីចឹងទៅបាទហើយកន្លែងនេះគឺមានពាក្យមួយគឺ add new បាទយើងចុចកន្លែង add new មកឬក៏យើងចូលកន្លែង add sell ក៏បានដែរបាទឥឡូវខ្ញុំចុចកន្លែង add new បាទកន្លែង add new អានេះគឺប្រភេទ customer យើងយកប្រភេទ customer គេដែរបាទជាពាក់បាទលោករាយបាទលោកដុំអីចឹងទៅលោករាយជាពាក់ឬក៏លោកដុំជាពាក់បាទហើយកន្លែងនេះគឺថ្ងៃចាញ់ invoice របស់យើងបាទយើងចាញ់ឯណាយើងដាក់ចូលជាក់ស្ដែងមកអានេះឃ្លាំងរបស់យើងផលិតផលរបស់យើងលក់នៅលើឃ្លាំងណាឥឡូវខ្ញុំថាឃ្លាំង SV បាទហើយអតិជនយើងលើលក់ទៅលើអតិជនមួយណាបាទយើងរើសឈ្មោះអតិជនជាក់ស្ដែងហើយ salesman invoice ហ្នឹងតើកាន់ដោយ salesman មួយណាបាទហើយខ្ញុំទៅដាក់សិនទៅបាទហើយ dealer ចាញ់ដោយ dealer ណាចឹងទៅបាទហើយ invoice របស់យើងមានតាក់អត់បើយើងចង់ចាញ់ជាតម្រងតាក់វា generate លេខតាក់ណាបាទអញ្ចឹងលេខតាក់ហ្នឹងនៅពេលដែលយើង take កន្លែងនេះគឺវានឹង generate លេខតាក់ auto ចេញ system ហើយខ្ញុំថាអត់តាក់ទេគឺធម្មតាទេ invoice ហ្នឹងអានេះគឺ select ផលិតផលបាទយើងរើសផលិតផលមកយើងលក់ចេញទៅលើផលិតផលមួយហ្នឹងបាទវានឹងរើសអញ្ចឹងមកវានឹងធ្លាក់នៅខាងក្រោមនេះបាទយើងបញ្ចូលចំនួនបាទពេញព័ត៌មានលក់យើងជាក់ស្ដែងមកបាទហើយ payment term អញ្ចឹង payment term នេះមានថាយើងអាចឲ្យអតិជនអ្នកហ្នឹងឬក៏ sale មួយហ្នឹងយើងអាចទៅពាក់ payment term រយៈពេលមួយថ្ងៃបាទជាងដល់ sale មានថាលក់ថ្ងៃហ្នឹងបងលុយថ្ងៃហ្នឹងបាទលក់ទៀមបងលុយព្រាមបាទ7ថ្ងៃ payment term 7ថ្ងៃមានថា3ថ្ងៃបន្ទាប់បានដល់ថ្ងៃដែលគាត់ធ្វើបងលុយបាទអញ្ចឹងនៅពេលដែលរបាយការណ៍ជាពាក់ឬក៏របាយការណ៍ប្រមូលប្រាក់គឺវានឹង count ចំនួនថ្ងៃទៅតាមនឹងជាក់ស្ដែងបាទ7ថ្ងៃមានថា7ថ្ងៃបន្ទាប់បានគាត់ត្រូវដល់ថ្ងៃទៀតណាបាទមាន discount amount បាទមាន discount amount យើងបញ្ចូលជាក់ស្ដែងបាទហើយស្ថានភាពនេះបានបងប្រាក់ឬក៏មិនចឹងទៅបាទឥឡូវខ្ញុំថាលក់ជា general sale ហើយខ្ញុំយកបងប្រាក់បាទនៅថា invoice ហ្នឹងគឺយើងបានបងប្រាក់អញ្ចឹងអានេះយើង select payment by បាទបងតាមរយៈ AVA សាច់ប្រាក់ឬក៏ AC ឥឡូវខ្ញុំថាបងតាមរយៈ AVA ចឹងនៅពេលដែលបងតាមរយៈ AVA ចេះតែសារទៅលុយនៅក្នុងគណនីរបស់ AVA របស់យើងនឹងមានទឹកប្រាក់ប៉ុណ្ណឹងទៅបាទអញ្ចឹងនេះជាការបញ្ចូលព័ត៌មាន sale បាទយើងពេញព័ត៌មានហើយយើងចេះតែសារទៅបាទយើងបានជាព័ត៌មាន sale នេះលោកសាក់សាក់ invoice ដែលយើងបានបង្កើតនៅមិញហ្នឹងគឺវានៅលើគេបាទអញ្ចឹងយើងអាច print invoice ឲ្យអតិជនបានអញ្ចឹង invoice របស់យើងមាន3ប្រភេទមានតាក់ invoice invoice ធម្មតានិង commercial invoice បាទតែយើង review ទៅទឹកប្រាក់តាមបងបាទអត់មានជាពាក់ទេតាមបងប្រាក់បាទនេះយើង print invoice ជាក់ស្ដែងយើងយកទៅជួយយើងអាច payment ធ្វើអីតាមនឹង review នៅតម្រង invoice របស់យើងជាក់ស្ដែងអញ្ចឹងរបៀបបញ្ចូល sell order គឺមានតែប៉ុណ្្នឹងទេបាទនៅក្នុងវីដេអូសូមអរគុណ